ចវរារាមនៅម៉ោង 6:77 គឺសម្រាប់រាត្រីនៃសួនច្បារនិងព្រះវិហារចេតិយនឹងកត់បានបំភ្លឺទៅដោយពន្លឺភ្លើងអគ្គិសនីមានភាពស្រស់ស្អាតបែបនេះនឹងញាតិញោមពុទ្ធបរិស័ទបានទស្សនាឃើញនៅសម្រស់នៃវត្តបទុមវតីដែលថ្មផ្ដិតជូននិងប្រគេនថ្វាយនិងជូនញាតិញោមមើលទស្សនាដើម្បីឃើញថាវត្តបទុមនៅពេលរាត្រីសម្រស់បែបម៉េចគឺបែបនេះញាតិញោមបងគឺមានភ្លើងអំពូលនិងសួនច្បារនិងដកអមដោយរូបតោអីជាដើមដែលដាក់តាំងនៃញាតិញោមនេះគឺចេតិយដែលទើបបំហើយថ្មីដែលសម្រស់ពេលយប់ទៅមានបំភ្លឺដោយភ្លើងចេះ